នៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយសំឡេងស្គរបានបន្លឺឡើងយ៉ាងគងរំពងខណៈអ្នកអ៊ំរាប់សិបនាក់អង្គុយត្រៀមខ្លួននៅលើទូកដ៏វែងអន្លាយទស្សនវិជ្ជានេះបានក្លាយជារូបភាពដ៏ស្រស់ស្អាតមួយដែលបង្ហាញពីស្មារតីរួបរួមនិងភាពរឹងមាំរបស់ប្រជាជនខ្មែរទូកងគឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលបានបន្សល់ទុកពីដូនតាខ្មែរតាំងពីបុរាណកាលមិនត្រឹមតែជាកីឡាប្រណាំងប៉ុណ្ណោះទេប៉ុន្តែទូកងក៏ជានិមិត្តរូបនៃសាមគ្គីភាពការខិតខំប្រឹងប្រែងនិងភាពអត់ធ្មត់របស់កីឡាករផងដែរដើម្បីឲ្យទូកមួយអាចគ្រុឌបានលឿនអ្នកចែវឬក៏អ្នកអ៊ំទាំងអស់ត្រូវអ៊ំនិងចែវឲ្យស្របចង្វាក់គ្នាកម្លាំងរបស់មនុស្សម្នាក់មិនអាចនាំឲ្យទទួលបានជោគជ័យឬក៏ជ័យជំនះទេប៉ុន្តែការរួបរวมជាក្រុមទើបជាកត្តាសំខាន់បំផុតជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យអុំទូកមកដល់ទូកងជាច្រើនមកពីបណ្ដាខេត្តនានាបាននាំគ្នាមកចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមកិត្តិយសនិងបង្ហាញពីសមត្ថភាពរបស់ខ្លួនសម្លេងហូរកញ្ជ្រៀវរបស់ទស្សនិកជននិងចង្វាក់ស្គរដ៏រំភើបបានធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យសម្រាប់ប្រជាជនខ្មែរទូកងមិនមែនគ្រាន់តែជាទូកប្រណាំងប៉ុណ្ណោះទេប៉ុន្តែជាបេះដូងនៃប្រពៃណីនិងវប្បធម៌ជាតិវាជាកេរដំណែលដ៏មានតម្លៃដែលត្រូវបានរក្សានិងបន្តទៅកាន់កូនចៅជំនាន់ក្រោយទូកងគឺជាមោទនភាពរបស់ជាតិនិងជាសក្ខីភាពបង្ហាញថាការរួបរวมគ្នាអាចបង្កើតកម្លាំងដ៏អស្ចារ្យបាន